តោះបងប្អូនដើរលេងខ្លែងម្ដងទៅលេងភ្នំសម្រាមអតីតភ្នំសម្រាមស្ទឹងមានជ័យដែលគេស្គាល់គ្រប់គ្នាថាភ្នំរុយឬក៏ភ្នំសម្រាមឥឡូវវាคล้ายទៅជាតំបន់ធ្វើចរាចរណ៍យ៉ាងខ្លាំងដោយសារផ្លូវគេជួសជុលខ្ញុំបងប្អូនទៅវៀងតាមភ្នំសម្រាមភ្នំរុយទៅលេងនេះមិនមែនទេសភាពនៅក្នុងបូកគោភ្នំអីណាគឺភ្នំរុយភ្នំសម្រាមអតីតកន្លែងចាក់សម្រាមស្ទឹងមានជ័យវិញអូកាប់បីថយក្រោយបងថយក្រោយកិច្ចបងប្អូនកិច្ចត្រូវមកផ្លូវឡើងលើភ្នំសម្រាមស្ទឹងមានជ័យអតីតកន្លែងចាក់សម្រាមស្ទឹងមានជ័យហើយថាភ្នំរុយបងប្អូននៅតំជុំវិញគេហៅភ្នំរុយហើយដល់ហើយយើងញ៉ាំបាយញ៉ាំអីចោះទុកនេះណាទៅរុយយើងញ៉ាំដល់ទៅធ្លាប់រឿងហ្នឹងដល់នេះពិតជាធ្លាប់ធំក្លិនអាសោចស្អុយទឹកគ្រប់រុយចាក់សម្រាប់ស្ទឹងមានជ័យ